នៅក្នុងវីដេអូនេះគឺយើងនឹងមកធ្វើការ design នៅ album post បែបនេះដែលវាជាលក្ខណៈបែប seamless album ដែលយើងមើលទៅគឺវាដូចជាលក្ខណៈជាប់គ្នាអញ្ចឹងនៅក្នុង Adobe Photoshop អញ្ចឹងដំបូងគឺយើងចូលទៅ file new ដើម្បីបង្កើតនៅ document ថ្មីហើយទំហំដែលយើងបង្កើតហ្នឹងគឺ4000 x 4000 pixel បន្ទាប់មកយើងចុច create បន្ទាប់មកដើម្បីដឹងទំហំ header របស់យើងអាចបង្កើត rectangle ថ្មីសិនបានយើងចុច click មកយើងដាក់2000គុណនឹងកម្ពស់វា 1333 pixel អាហ្នឹងគឺជាទំហំ header របស់យើងហើយយើង bridge វាឲ្យពេញមកយើងកុំមកទាញវាយើងគ្រាន់តែ bridge វាធម្មតាទៅគឺយើងនឹងបានheader ហ្នឹងហើយអញ្ចឹងអានេះគឺជាទំហំ header របស់យើងហើយនេះខាងក្រោមហ្នឹងគឺជារូប album 3ផ្សេងទៀតដែលវាជាការ៉េហើយខាងលើហ្នឹងគឺជា header របស់យើងអញ្ចឹងបើទោះបីជាទំហំheader ហ្នឹងវា2000គុណនឹង1333 pixel ប៉ុន្តែពេលដែលយើងធ្វើនេះគឺវាចូលដល់4000 pixel គុណនឹង2666 pixel ហើយអញ្ចឹងបានន័យថាទំហំវាហ្នឹងគឺវាធំជាងគុណនឹង2ប៉ុន្តែអត់អីទេដោយសារតែ resolution វាដូចគ្នាវាខុសគ្នាតែទំហំទទឹងហើយនឹងកម្ពស់ហ្នឹងឯងដែលវាគុណនឹង2ណាអញ្ចឹងពេលដែលយើង post ទៅ Facebook គឺវានឹង auto resize header ហ្នឹងឲ្យយើងទៅ size របស់វាអញ្ចឹងយើងកុំបាច់ខ្វល់យើងដាក់តែ header ប៉ុណ្្នឹងទៅហើយមូលហេតុដែលយើងបង្កើតទំហំกระดาษហ្នឹងដល់4000 pixel ដោយសារតែយើងចង់ឲ្យទំហំរូប3នៅខាងក្រោមហ្នឹងគឺវារៀងធំតិចដែររូប3នៅខាងក្រោមនេះពេលដែលយើងបង្កើតមកគឺយើងបាន1333គុណនឹង1333គឺមើលមកគឺវារៀងច្បាស់តែបើថាយើងបង្កើតទំហំអត់ដល់4000ហ្នឹងទេដែលរូប3ខាងក្រោមហ្នឹងគឺវានឹងកាន់ទៅតូចហើយអញ្ចឹងយើងមើលមកអត់សូវច្បាស់អញ្ចឹងណាអញ្ចឹងយើងសុខចិត្តឲ្យរូបនេះធំទៅហើយពេលដែលយើង upload ទៅគឺវានឹង resize មក size ធម្មតាវិញហើយវាអត់ខូច quality អីទេអញ្ចឹងបន្តមកទៀតគឺអ្នកនរគ្នាធ្វើការទាញនៅ ruler នឹងមួយមកដើម្បីដាក់នៅកន្លែងនេះហើយយើងអាចលុប rectangle នឹងចេញបានជំហានបន្តមកទៀតគឺយើងនឹងបំបែករូបហ្នឹងយើងចុច Ctrl C មកគឺយើងនឹងចូលទៅកាន់ crop tool ហើយអ្នកនរគ្នាជ្រើសរើសយក slide tool នេះយើងចុចស្ដាំដៃនៅលើហ្នឹងយើងយក slide tool អ្នកនរគ្នាធ្វើការទាញនៅខាងលើហ្នឹងមកគឺយើងនឹងបានបង្កើតនៅ header មួយហើយជាមួយនឹងរូបមួយទៀតនៅខាងក្រោមដែលរូបទី2ហ្នឹងគឺយើង right click នៅលើវាមកយើងយក divide slide ហើយយើងនឹង divide វាទៅជា3គឺយើងចុចគ្រីសកន្លែង divide vertical ហ្នឹងយើងដាក់3 slide មកគឺយើងនឹងបានទំហំរូប3ខាងក្រោមហ្នឹងទៅជា1333 pixel គុណនឹង1333 pixel ដែលជាទំហំការ៉េហ្នឹងតាមពិតទៅទំហំដែល Facebook recommend ណាគឺវាធំតែ18 pixel ទេអញ្ចឹងអានេះវារៀងលើសទំហំ recommendation ហើយអញ្ចឹងគុណភាពវានៅតែអាចទទួលយកបានហើយវានៅតែមើលឃើញច្បាស់អញ្ចឹងហើយសម្រាប់ទំហំ header របស់យើងនេះគឺ4000គុណនឹង2666 pixel ហើយពេលដែលយើងផុសទៅគឺវានឹង resize ទៅទំហំរបស់ Facebook auto ហើយយើងអត់ចាំបាច់ភ័យថាវាខុស size វាខុសតទំហំ resolution នៃ ratio វាហ្នឹងគឺវាដូចគ្នាទេអញ្ចឹងយើងបានបង្កើតกระดาษមួយហើយយើងមាន header ហើយជាមួយនឹងរូប3នៅខាងក្រោមហ្នឹងអញ្ចឹងបន្ទាប់ពីយើងធ្វើការ set up document របស់យើងហើយជំហានបន្ទាប់អ្នកទាំងគ្នាគ្រាន់តែធ្វើការ design របស់អ្នកទាំងគ្នាធម្មតាទៅគឺបានហើយនៅពេលដែលយើងធ្វើការ design ហើយនៅពេលដែលយើង export គឺយើងចូលទៅ file export ហើយយើងយក save for web ធម្មតាដោយដែលយើង export ហ្នឹងអ្នកទាំងគ្នាបន្ទាប់មកយើងចុច save ហើយយើងជ្រើសរើសទីតាំងដែលយើងចង់ទុកមកបន្ទាប់មកយើងចុច save ទៅគឺជាការស្រេចអញ្ចឹងពេលដែលយើងចុច save មកគឺវានឹងបង្កើត folder image មួយនៅទីតាំង folder របស់យើងហើយយើងចុចបើក image ហ្នឹងទៅគឺយើងនឹងបានរូបជាបំណែកហើយដូចដែលយើងកាត់នៅក្នុង slide tool ហ្នឹងអ្នកទាំងគ្នាវាមានរូប header ផ្សេងរូប3 album នឹងផ្សេងអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់រៀន Photoshop បន្ថែមទៅនឹង Photoshop ការ design poster អីហ្នឹងគឺខ្ញុំសូមណែនាំវគ្គនេះមួយអ្នកនរគ្នាគឺ Photoshop Unlimited Course ដែលនៅក្នុងវគ្គនេះគឺយើងមានមេរៀនតាំងពីដើមទៅតែម្ដងរហូតដល់យើងអាច design poster អីបានហើយនៅក្នុងនេះគឺយើងមានវីដេអូអនុវត្ត poster រហូតដល់10 poster អ្នកនរគ្នាហើយយើងនៅមានបន្ថែមចូល2វីដេអូរៀងរាល់ខែទៀតអញ្ចឹងហើយបានវគ្គហ្នឹងខ្ញុំដាក់ឈ្មោះថា Unlimited Course ដោយសារយើងនៅតែទទួលបាននៅវីដេអូ update ចូល2វីដេអូរៀងរាល់ខែអញ្ចឹងបើសិនជាអ្នកទាំងគ្នាចាប់អារម្មណ៍ចង់រៀនបន្ថែមទៅនឹង Photoshop អាចតាក់ទងមកតាម Telegram ខ្ញុំបាន link នៅខាងក្នុង description